បងប្អូនទាំងអស់គ្នាក្នុងសប្តាហ៍នេះគឺពីថ្ងៃទី4ដល់ថ្ងៃទី8ខែសីហាគឺខ្ញុំរកប្រាក់ចំណេញបាន 6% ដែរចេញពីការជួញដូររបស់ខ្ញុំលើទីផ្សារមាសប្រេងឆៅនិងទីផ្សាររូបិយប័ណ្ណអន្តរជាតិហើយអតិថិជនរបស់ខ្ញុំដែលគាត់គ្រាន់តែធ្វើតាមនៅយុទ្ធសាស្ត្ររបស់ខ្ញុំចម្លងយកពីការចូលផ្សាររបស់ខ្ញុំតែម្ដងក៏ទទួលបាននៅប្រាក់ចំណេញដូចគ្នាផងដែរណាអញ្ចឹងនៅក្នុងនេះខ្ញុំសូមបង្ហាញពីលទ្ធផលកាលពីសប្តាហ៍មុនអញ្ចឹងគឺក្នុងខែមុនសំទោសក្នុងសប្តាហ៍មុនណាខ្ញុំយកមកសប្តាហ៍បាទអញ្ចឹងពីថ្ងៃទី4រហូតដល់ថ្ងៃទី8បាទលទ្ធផលយើងចុចដាន់ដើម្បីបានមើលលទ្ធផលណាបាទអញ្ចឹងលទ្ធផលនៅកន្លែងនេះគឺកន្លែង profit គឺទទួលបាននៅ297.19ហ្នឹងបាទអញ្ចឹងគណនីនេះគឺមានទឹកប្រាក់ចំនួន 5000 អញ្ចឹងនៅក្នុងមួយសប្តាហ៍បើគិតជាភាគរយទៅវាប្រហែលជា 6% ហ្នឹងឯណាបងប្អូនទាំងអស់គ្នាបាទអញ្ចឹងបើសិនបើនៅក្នុងហ្នឹងគឺមានអតិថិជនដែលគាត់មានគណនី 3000 គឺគាត់នឹងទទួលបាននៅប្រាក់ចំណេញណាដូចតែ 6% ដូចគ្នាហ្នឹងគឺ180ហើយ 5000 ហ្នឹងគឺ300ហើយ 10000 ហ្នឹងគឺ600បាទហើយនឹងនៅមានគណនីគុណទៅតាមនឹងបន្តទៀតណាអញ្ចឹងគឺខ្ញុំធ្វើបានប៉ុណ្ណឹងបងប្អូនដែលធ្វើតាមខ្ញុំចម្លងតាមខ្ញុំបងប្អូនមិនចាំបាច់មានបទពិសោធន៍ច្រើនទេនៅក្នុងទីផ្សារហ្នឹងគឺយើងគ្រាន់តែធ្វើទៅតាមយុទ្ធសាស្ត្រនិងការវិភាគរបស់ខ្ញុំដោយច្របាច់បញ្ចូលរវាងកត្តាបច្ចេកទេសនិងការវិភាគព័ត៌មានផ្សេងប្រចាំថ្ងៃជាពិសេសនោះគឺមានការគ្រប់គ្រងហានិភ័យចេញចូលទីផ្សារហ្នឹងយ៉ាងតឹងតែងបំផុតណាបងប្អូនអរគ្នាទៅទទួលបាននៅឱកាសផលចំណេញស្ទើរគ្រប់អាទិត្យនេះតែម្ដងណាបងប្អូនអរគ្នាបាទអញ្ចឹងខ្ញុំនឹងព្យាយាមធ្វើវីដេអូបង្ហាញពីបងប្អូនពយល់ប្រចាំអាទិត្យតែម្ដងពីរបៀបដែលខ្ញុំរកផលបានហើយចង់ចែកជូនសម្រាប់បងប្អូនទាំងអស់គ្នាផងដែរណាយើងរកចំណូលពីទីផ្សារនឹងទាំងអស់គ្នាចេញអំពីបទពិសោធន៍របស់ខ្ញុំជាច្រើនឆ្នាំណាគិតថាអាចឲ្យបងប្អូនមកសិក្សានិងរៀនសូត្រឬក៏ចម្លងផ្ទាល់តែម្ដងពីការចូលផ្សាររបស់ខ្ញុំតែម្ដងអញ្ចឹងទៅគឺខ្ញុំរកផលបានបងប្អូនក៏អាចរកបានដូចគ្នាបងប្អូនមានចំណាប់អារម្មណ៍អាចសួរនាំខ្ញុំបន្ថែមទៀតណាពីរបៀបណាយើងធ្វើនឹងបែបម៉េចណាអរគុណច្រើន